កំពុងតែដើរមេក្តៅសឹងអីបានមកប្រទះឃើញទឹកអំពៅនៅផ្សារ Farmers Market នៅ Hawaii នេះនិយាយពីសប្បាយចិត្តបងប្អូនអើយចូលទិញផ្លែត្មងខ្ញុំហើយអ្នកលក់គេហ្នឹងក៏មើលទៅចំណាប់ចំនួនណាគេលក់សេរៀងស្រុកយើងអញ្ចឹងពីព្រោះអីគេដាក់អាក្រូចខ្វិចទូចដែរខ្ញុំធ្លាប់នៅ Long Beach មានដែរតែគេអត់ដាក់ក្រូចហ្នឹងឯងដល់ពេលអានេះដាក់ទៅអូយរសជាតិឆ្ងាញ់ផ្អែមជូរអែមដូចនៅស្រុកខ្មែរយើងអញ្ចឹងហើយត្រជាក់ល្ហឹមត្មងប៉ះចំមេក្តៅអញ្ចឹងទៀតឆ្ងាញ់មិនបាច់និយាយទេហើយចំណែកឯនៅតូបខាងនេះវិញគេលក់ផ្លែឈើបងប្អូនមើលអ្នកលក់នោះកាប់ឡើងញាប់ស្មេហ្មងមើលទៅជំនាញរបស់គាត់មែនចំណែកខាងនេះវិញគេមានកន្លែងឲ្យក្មេងៗលេងកុំឲ្យអបសពអីចឹងដើម្បីកុំរំខានឪពុកម្ដាយដើរទិញម្ហូបអាហារទិញអីវ៉ាន់អីផ្សារ Farmer Market នេះគឺធំជាងគេនៅកោះ Hawaii ហ្នឹងណាដល់ពេលចឹងទៅវាពិបាកក្នុងការដែលយើងអាចដើរមកព្រឹកនឹងឲ្យអស់ហើយគេបើកត្រឹមម៉ោង1អីហ្នឹងគេបិទហើយផ្សារហ្នឹងនោះ